Chẳngជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃហ្នឹងយើងមកធ្វើការ install ទៅលើ Ubuntu server នៅលើ VirtualBox ឬក៏ machine សុវត្ថិភាពចឹងជាដំបូងយើងធ្វើការបើកទៅលើ browser របស់យើងឲ្យបានដែរហើយដំបូងគឺយើងត្រូវ search VirtualBox ចឹងនេះគឺជា VirtualBox ចឹងបន្តយើងធ្វើការ download ចឹងអានេះគឺយើងអាចចូលទៅតាម page របស់យើងចំពោះអ្នកប្រើ Windows គឺយើងអាចប្រើនេះអ្នកប្រើ macOS ដែលប្រើ CPU Intel ហ្នឹងគឺយើងអាចប្រើនេះហើយអានេះសម្រាប់អ្នកដែលប្រើ chip M1 អីឡើងហើយនេះគឺ Linux អញ្ចឹងចំពោះខ្ញុំប្រើ Windows យើងធ្វើការចុចលើមួយនេះហើយយើងអាចប្រើទៅលើ file ណាឬក៏ location យើងចង់ដាក់ណាអញ្ចឹងខ្ញុំដាក់ default វានៅ download អញ្ចឹងយើងធ្វើការចាំវាបន្តិចអញ្ចឹងយើងអានេះគឺដូចជាកម្មវិធីមួយដែលយើងអាចបង្កើត machine បរិបត្តិមួយទៀតនៅក្នុង Windows របស់យើងហើយយើងចុចបិទវាសិនមកអញ្ចឹងយើងចូលមករក file Explorer នេះគឺជាfile ដែលយើងបង្កើតមិញអញ្ចឹងយើងធ្វើការ double click លើវាដើម្បី install កម្មវិធីហ្នឹងអញ្ចឹងយើងចុច next អញ្ចឹងយើងដំបូងយើងធ្វើការលើ accept ដើម្បីបង្កើតវាដើម្បីបន្តទៅការ install ទៀតអញ្ចឹងខ្ញុំដាក់វានៅ default អញ្ចឹងយើងចុច yes អញ្ចឹងយើងតិចទៅ3មកហើយយើងចុច install ដើម្បីធ្វើការ install ទៅលើវាអញ្ចឹងយើង install វាដើម្បីបានកម្មវិធីហ្នឹងហើយយើងទៅបង្កើត Windows មួយទៀតឬក៏ operating system Linux ទៅប្រើនៅក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងយើងធ្វើការ install រួចហើយអញ្ចឹងខ្ញុំដោះតិចមកដោយសារខ្ញុំអត់ទាន់ចង់ start បើកកម្មវិធីហ្នឹងទេអញ្ចឹងចំពោះអ្នកទាំងអស់គ្នាណាដែលនេះគឺជា file កម្មវិធីរបស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានទៅលើ image Ubuntu ទេគឺអ្នកទាំងអស់គ្នាអាចចូលមកក្នុង browser យើងតា search Ubuntu server download បានអញ្ចឹងយើង search ពីនេះមកគឺវានឹងនាំយើងមកដល់ website ហ្នឹងគឺយើងចុចលើមួយនេះនេះគឺជា file image របស់ Ubuntu ហ្នឹងយើងអាច install វាបានមានចំនួន 3GB យើងចុច install មកវានឹងដើរតែដោយសារតែខ្ញុំមានរួចហើយfor the network នេះគឺជា file image របស់ខ្ញុំអញ្ចឹងយើងចូលមកកាន់កម្មវិធីរបស់យើងអញ្ចឹងចំពោះវា load ចាំន័យថាខ្ញុំអត់ទាន់ដែលប្រើឬក៏បង្កើត Windows ឬក៏អីទេអញ្ចឹងយើងចុច new ហើយយើងដាក់ VM name របស់យើងចង់ដាក់អីបានអញ្ចឹងស្រាប់ខ្ញុំដាក់ Hang Ubuntu អញ្ចឹងទៅហើយនេះគឺ allocation គឺយើងចង់ដាក់ file វានៅណាអញ្ចឹងខ្ញុំធ្វើការ search ដូរទីតាំង drive D អញ្ចឹងខ្ញុំមាន folder ទេអញ្ចឹងយើងលុបសិនទៅអញ្ចឹងនេះគឺជា folder តែមួយរបស់ខ្ញុំប្រើវាសម្រាប់បន្ទុកទៅលើ folder ឬក៏ file Ubuntu Windows នានានៅក្នុងហ្នឹងហើយទី3នេះគឺយើងធ្វើការស្វែងរកទៅលើ file image ISO របស់ Ubuntu server របស់យើងអញ្ចឹងអានេះយើង select ទៅលើវាមកហើយយើងចុច open អញ្ចឹងវានឹងជាប់ file location នេះអញ្ចឹងយើងធ្វើការ tick នេះមកដើម្បីដោយសារតែយើងត្រូវការសេរីទៅលើនេះទៀតអញ្ចឹងនេះគឺជានេះរបស់យើងអញ្ចឹងចំពោះ RAM ហ្នឹងខ្ញុំប្រើសុំប្រើ 4G ចុះដោយសារតែខ្ញុំធំហើយចំនួន CPU នេះខ្ញុំសុំប្រើ4ដោយសារតែយើងត្រូវប្រើអីផ្សេងៗនៅក្នុងច្រើនទៀតហើយចំពោះ hard disk នេះខ្ញុំប្រើ 500GB អញ្ចឹងទៅអញ្ចឹងនេះគឺជា information របស់យើងអញ្ចឹងយើងចុច select ទៅលើ VM អញ្ចឹងទៅហើយយើងចុច start ដើម្បីចាប់ផ្ដើមទៅលើការ install Ubuntu server របស់យើងអញ្ចឹងយើងធ្វើការចាំវាបន្តិចទៅដើម្បីវាដើរពេញសារតែវាកំពុងតែបើកអូខេអញ្ចឹងយើងអាចចុច full screen បានអញ្ចឹងដំបូងយើងវានៅនឹងហើយ default ហើយគឺយើងមិនចុច enter ទេបាទ enter ហើយអញ្ចឹងយើងចាំវាមកស្ទុះចំពោះភាសាយើងប្រើអង់គ្លេសអញ្ចឹងទៅគឺយើងវា default ស្រាប់ហើយចុច enter មកហើយនេះយើងចុច continue without updating ទៅចុច enter ទៀតអញ្ចឹងនេះក៏អត់មានអីកើតដែរយើងចុចបានអញ្ចឹងចំពោះនេះយើងchoose the type of installation ហ្នឹងគឺយើងមើលទៅលើខ្វែងទៅលើ Ubuntu server ហ្នឹងអញ្ចឹងវាខ្វែងស្រាប់ហើយអញ្ចឹងយើងចុចបានទៀតទៅអញ្ចឹងចំពោះ network configuration ហ្នឹងគឺយើងអត់ត្រូវការកែទេសម្រាប់ខ្ញុំចុចបានទៀតហើយ proxy address ហ្នឹងដោយសារតែខ្ញុំអត់មានទេខ្ញុំអត់ដាក់ដូចគ្នាចុចតាន់
យើងត្រូវការចាំវាបន្តិចចឹងវាលោចឹងមានថាវាដើរពេញហើយចឹងយើងចុចដានបន្តទៀតចឹងចំពោះនេះយើងត្រូវការមើលទៅលើសញ្ញាខ្វែងនឹងដូចគ្នាអញ្ចឹងចំពោះកាតនេះគឺយើងធ្វើម៉េច antic ហ្នឹងគឺយើងអាចចុច arrow key ចុះក្រោមឬក៏សញ្ញាព្រួញចុះក្រោមនៅលើ keyboard របស់យើងហ្នឹងយើងចុចចុះក្រោមមកដល់ហ្នឹងទៅហើយយើងចុច space ដើម្បី antic ឬក៏ tick ចឹងយើងធ្វើការ antic ហើយយើងចុចចុះមកទៀតរហូតដល់ពាក្យដានចឹងយើងចុច enter ដើម្បីបន្តហើយអញ្ចឹងអានេះយើងដូចជាអត់មានធ្វើការអីទេយើងចុចដានទៀតហើយ arrow key នៅក្រោមហើយ continue អញ្ចឹងចំពោះthe name ហ្នឹងយើងអាចដាក់ឈ្មោះអីក៏បានដែរខ្ញុំសម្រាប់ខ្ញុំដាក់ទៅលើឈ្មោះខ្ញុំតើហេងហើយUbuntu ហើយចុច arrow key ចុះក្រោមមកចំពោះ server name ខ្ញុំសម្រាប់ទៅលើ Ubuntu underscore ហើយserver អញ្ចឹងអានេះគឺវា support ទៅលើតាអក្សរតូចទេហើយលេខអញ្ចឹងបើអក្សរធំអីក៏វាអត់ដំណើរការដែរចំពោះ username អញ្ចឹងខ្ញុំសម្រាប់ឈ្មោះខ្ញុំហេងអញ្ចឹងទៅហើយ password ខ្ញុំដាក់ទៅលើ1 2 3អញ្ចឹង confirm ក៏យើងត្រូវដាក់1 2 3មកវិញហើយ arrow key ចុះក្រោមទៅដល់បានហើយយើង enter ហើយចំពោះនេះគឺយើងអាច skip for now សិនដោយសារតែវាខ្វែងនឹងនៅលើ skip for now ហើយអញ្ចឹងយើងចុច continue យកបានអញ្ចឹងអានេះយើងត្រូវធ្វើការ tick ទៅលើ install open as a server ហ្នឹងអញ្ចឹងវាបង load អញ្ចឹងហើយយើងគាត់តែចុច space ទៅវាចេញខ្វែងអញ្ចឹងយើង arrow key ចុះក្រោមរកពាក្យដានយើងបន្តទៀតអញ្ចឹងអានេះដូចជាអត់មានកែទេយើងត្រូវចុច arrow key មកក្រោមមកដល់ពាក្យដានហើយយើងចុច enter ម្ដងទៀតអញ្ចឹងចំពោះកន្លែងនេះវាកំពុងតែ install អញ្ចឹងយើងត្រូវការចាំ mask ទូធំដែរជាងធ្វើការចាំទាំងអស់គ្នាខ្ញុំសុំ scope បន្តិចសិនអញ្ចឹងបន្ទាប់ពីយើងចាំរយៈពេលយូរដែរអញ្ចឹងវា load អញ្ចឹងមានន័យថាយើងធ្វើការ install ជោគជ័យហើយអញ្ចឹងយើង arrow key ចុះក្រោមមកដល់កន្លែង reboot now នេះអញ្ចឹងយើងអាចចុច enter ដើម្បី reboot server វាអញ្ចឹងវារៀងចេញ file អញ្ចឹងទៅយើងមិនភ័យទេសារតែយើងកំពុង reboot អញ្ចឹងយើងចុច enter មួយទៀតមកអញ្ចឹងមានថាវាបើកសារថ្មីចេញចុចអញ្ចឹងយើងធ្វើការចាំ master យើងចុច enter អញ្ចឹងបាទអញ្ចឹងអានេះគឺជា login ឬអញ្ចឹងយើងត្រូវការបញ្ចូល username ដែលយើងបានបញ្ចូលមុនហ្នឹងអញ្ចឹងមុនហ្នឹងខ្ញុំបញ្ចូលឈ្មោះខ្ញុំបាទហេងហើយ enter ហើយ password របស់ខ្ញុំគឺ1 2 3អញ្ចឹងពេលយើងទៅសេទៅវាអត់ load ឲ្យទេអត់ load ឲ្យឃើញយើងចុច enter មកអញ្ចឹងយើងមានន័យថាយើងចូលបានហើយអញ្ចឹងខ្ញុំធ្វើការ test សិនថាsearch ឈ្មោះសួរតែខ្ញុំឈ្មោះអីចឹងទៅអញ្ចឹងវានឹងចេញឈ្មោះ nickname ដែលខ្ញុំឬក៏ username ដែលខ្ញុំដាក់មិញហ្នឹងគឺហេងអូខេអញ្ចឹងតទៅទៀតមកយើងធ្វើការទៅលើការបិទ cloud ចឹងអញ្ចឹង command យើងដូចជា sudo ហើយយើង touch ហើយទៅការកន្លែងទៅការដក clear បន្តិចហើយយើងដាក់slash មក etc ហើយយើងដាក់ cloud ហើយ cloud init.disable អញ្ចឹងtouch ហ្នឹងមានន័យថាយើងបង្កើត folder ថ្មីនៅក្នុង etc ហ្នឹងហើយក្នុង etc មាន folder cloud ហើយក្នុង folder cloud ហ្នឹងគឺមាន file មួយឈ្មោះថា cloud init.disable ហើយយើងចុច enter មកគឺវាត្រូវការយើងបញ្ចូលទៅលើ password យើងអញ្ចឹង password យើង1 2 3មិញចុច enter មកអញ្ចឹងហើយខ្ញុំចុចខុសទៅលើ key មួយអញ្ចឹងយើងត្រូវការ test សិនថាវាមានក៏អត់ /etc ហើយ cloud cloud អញ្ចឹងវាដូចជាអត់មានតែឥឡូវយើងសាកម្ដងទៀតsudo touch /etc cloud ចុងផែខ្ញុំទៅសេខុស oud.init ហើយនឹង .disable
disable ចុច enter មកអញ្ចឹងយើងធ្វើការឆែកទៅលើ folder យើងសិនថាវាបង្កើតបានក៏អត់ ett slash ហើយ cloud អញ្ចឹងនេះបាទ cloud init.init.disable ហ្នឹងបើយើង search ទៅវាមានអញ្ចឹងមានន័យថាយើងបានបង្កើត file ហ្នឹងបានជោគជ័យអញ្ចឹងបន្តមកទៀតមកយើងធ្វើការចូលទៅ command ទី2របស់យើងគឺ cat ហើយ slash .clear ហើយមកយើងធ្វើការប្រើទៅលើ slash ហើយ etc ហើយ cloud slash cloud init.disable អញ្ចឹងអានេះគឺយើងគាត់ដាក់path យើងបង្កើតមិញទេនេះមក cloud អញ្ចឹងយើងសាកភាសាទៀតបាទ etc cloud អញ្ចឹងអា file មានប្រហែលជាសរសេរខុសអីទៀតដែរ slash etc cloud cloud ហើយ cloud .init .disable ជាង enter មកអញ្ចឹងបើសិនជាវាអត់មាន load អីចឹងទេបើន័យថាpath ដែលយើងទៅសេវិញហ្នឹងគឺវាមានអញ្ចឹងប្រហែលជានៅលើហ្នឹងខ្ញុំទៅសេព្រះអក្សរ S អញ្ចឹងទៅបានវាអត់ load អីមកចាំមកវា load ប្រាប់ថា file ហ្នឹងវាអត់មានអីចឹងទេអញ្ចឹងបើសិនជាយើងដាក់ត្រូវ cat ហើយដាក់ file path ហ្នឹងត្រូវគឺវានឹងអត់មានចេញអីចឹងទេអញ្ចឹងមានន័យថាយើងអាចធ្វើការ update ឬក៏ upgrade បានហើយអញ្ចឹង command update ហ្នឹងគឺយើងសេ sudo ដដែលទេហើយ .clear apt ហើយ update ហើយយើងចុច enter មកអញ្ចឹងវាធ្វើការ update អញ្ចឹងបន្ទាប់ពី update ហើយយើងsudo ម្ដងទៀតហើយ apt ដដែលប៉ុន្តែសារនេះយើងធ្វើការ upgrade ម្ដងអញ្ចឹង update ផ្សេង upgrade ផ្សេងហើយយើងកុំភ្លេចដាក់ .y ផងអញ្ចឹងយើងចាំវា mass ទូប្រហែលជា31 MB អញ្ចឹងបាទវាកំពុង process អញ្ចឹងយើងចាំវា load ដល់ 100% មកចឹងបាន 99% ហើយយើងចាំវាតិចទៀតអញ្ចឹងបើវា load អញ្ចឹងសារនេះគឺយើងអត់ចុច arrow key ចុចក្រោមទេយើងចុច tab ម្ដងអញ្ចឹង tab មកវាមកដល់ OK យើងចុច enter មកអញ្ចឹងមានន័យថាឲ្យយើងតេស្ត command នោះសួរវាថាយើងដាក់គេអញ្ចឹងទៅ enter មកអញ្ចឹងមានន័យថាការ update យើងបានជោគជ័យហើយការ update ក៏ជោគជ័យដែរអញ្ចឹងយើងអាចធ្វើការ shutdown បានគឺវាបញ្ចប់ហើយ shutdown ហើយណាអញ្ចឹងមានន័យថា command នេះគឺខ្ញុំធ្វើការបិទទៅលើ Linux server របស់ខ្ញុំ enter មកអញ្ចឹងយើងចាំវាមកស្ទុះអញ្ចឹង power off ហើយមានថាយើងជោគជ័យហើយអញ្ចឹងជំរាបលាលោកគ្រូនិងអ្នកទាំងអស់គ្នា